ตาตระធ្វើដោយម្ដេចទើបដឹងថាគាត់ជាគូកម្មគូព្រេងគូបុណ្យឬក៏គូដែលជួយមកលើគ្នាមនុស្សដែលចូលមកក្នុងជីវិតយើងមិនមែនសុទ្ធតែចែកដល់នោះទេបងប្អូនទាំងអស់គ្នានៅក្នុងជីវិតមនុស្សម្នាក់យើងតែងតែជួបមនុស្សជាច្រើនមនុស្សខ្លះជួបហើយក៏បាត់ទៅវិញមនុស្សខ្លះជួបតែម្ដងប៉ុន្តែបែរជាចងចាំអស់មួយជីវិតមនុស្សខ្លះទៀតចូលមកក្នុងជីវិតយើងហើយធ្វើឲ្យយើងមានសេចក្តីសុខប៉ុន្តែចំណែកឯមនុស្សខ្លះទៀតចូលមកហើយធ្វើឲ្យយើងយំធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងបាត់បង់នៅអ្វីៗជាច្រើនហើយនៅពេលនោះមនុស្សជាច្រើនតែងតែសួរថាហេតុអ្វីខ្ញុំត្រូវជួបមនុស្សម្នាក់នោះដែរតើគាត់ជាគូព្រេងរបស់ខ្ញុំមែនឬទេឬក៏គាត់ជាគូកម្មបើយើងមើលតាមជំនឿអំពីបុណ្យបាបកម្មនិងអតីតជាតិមនុស្សមួយចំនួនគេជឿថាការដែលជួបគ្នារបស់មនុស្សពីរនាក់អាចនឹងមានហេតុផលដែលយើងមិនអាចមើលឃើញបានប៉ុន្តែព្រះធម៌បង្រៀនយើងថាអ្វីៗដែលកើតឡើងសុទ្ធតែមានហេតុនិងបច្ច័យកម្មមិនមែនជារឿងដែលយើងគួរតែយកមកប្រើដើម្បីឲ្យខ្លាចមនុស្សម្នាក់ទៀតនោះទេហើយក៏មិនមែនយកពាក្យថាគូកម្មមកធ្វើជាលេសដើម្បីទ្រាំនឹងទំនាក់ទំនងដែលធ្វើឲ្យខ្លួនឯងរងទុក្ខនោះដែរហើយថ្ងៃនេះយើងនឹងមកមើលឲ្យច្បាស់ថាតើគូកម្មមានលក្ខណៈដូចម្ដេចគូព្រេងឬក៏គូបុណ្យមានលក្ខណៈដូចម្ដេចតើគូដែលមកជួយលើកស្ទួយឬក៏មកជួយជំរុញចម្រើនយើងមានសញ្ញាអ្វីខ្លះហើយសំខាន់បំផុតនោះគឺតើយើងគួរមើលបុណ្យនិងកម្មតាមរបៀបណាដើម្បីកុំឲ្យខ្លួនឯងយល់ច្រឡំចំណុចទី1នោះគឺសូមកុំមើលតែពាក្យថាស្រឡាញ់គ្នាខ្លាំងមនុស្សជាច្រើនពេលដែលជួបមនុស្សម្នាក់ហើយមានអារម្មណ៍ថាស្រឡាញ់ខ្លាំងណាស់នឹកខ្លាំងណាស់បេះដូងរំភើបខ្លាំងណាស់ក៏និយាយថានេះហើយគឺជាគូព្រេងរបស់ខ្ញុំប៉ុន្តែសេចក្តីស្រឡាញ់ខ្លាំងមិនមែនជាភ័ស្តុតាងថាជាគូព្រេងនោះទេពីព្រោះមនុស្សម្នាក់អាចនឹងស្រឡាញ់ខ្លាំងហើយឈឺចាប់ក៏ខ្លាំងបានដូចគ្នាដែរពេលខ្លះពួកគេអាចនឹងស្រឡាញ់គ្នាខ្លាំងក៏ដូចជានឹកគ្នាខ្លាំងប៉ុន្តែមិនអាចរួមរស់នៅជាមួយគ្នាបានដូច្នេះបើសិនជាចង់មើលថាមនុស្សម្នាក់អាចនឹងសមនឹងជីវិតយើងដែរឬទេសូមកុំមើលតែពេលស្រឡាញ់គ្នាខ្លាំងចូលមើលពេលដែលមានបញ្ហាពេលដែលខឹងតើគាត់គោរពអ្នកដែរឬទេពេលដែលអ្នកមានទុក្ខតើគាត់នៅក្បែរអ្នកដែរឬទេពេលដែលអ្នកជោគជ័យតើគាត់រីករាយជាមួយនឹងអ្នកដែរឬទេហើយពេលដែលអ្នកធ្លាក់ចុះតើគាត់ជួយលើកអ្នកឡើងឬក៏រុញអ្នកឲ្យធ្លាក់ចុះថែមទៀតនេះហើយគឺជាអ្វីដែលគួរឲ្យមើលចំណុចទី2គូកម្មមិនមែនមានន័យថាជាមនុស្សអាក្រក់ទាំងអស់នោះទេពាក្យថាកម្មមនុស្សជាច្រើនតែងតែភ័យប៉ុន្តែបើយើងមើលតាមគោលការណ៍ព្រះធម៌កម្មគឺជាអំពើដែលមានចេតនានិងអំពើដែលនាំឲ្យកើតមានផលដូច្នេះគូកម្មតាមជំនឿរបស់មនុស្សមិនចាំបាច់មានន័យថាគាត់ជាមនុស្សអាក្រក់ទាំងអស់នោះទេពេលខ្លះគាត់អាចនឹងជាមនុស្សល្អប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរអាចនឹងមានមេរៀនមួយដែលត្រូវរៀនដូចជាមនុស្សពីរនាក់ដែលតែងតែប៉ះទង្គិចគ្នាតែងតែធ្វើឲ្យគ្នាឈឺចាប់តែងតែធ្វើឲ្យគ្នាឈឺចិត្តតែងតែមានបញ្ហាដដែលដោះស្រាយមិនចេញថ្ងៃនេះឆ្លុះគ្នាថ្ងៃស្អែកសុំទោសបន្ទាប់មកក៏ស្រឡាញ់គ្នាដូចដើមវិញហើយមិនយូរប៉ុន្មានក៏មានបញ្ហាដដែលកើតឡើងវិញទៀតនេះហើយដែលតាមជំនឿមនុស្សខ្លះគេហៅថាទំនាក់ទំនងដែលមានកម្មត្រូវរៀនសូមស្វាគមន៍អ្នកទាំងអស់គ្នាចូលមកកាន់តារាសាស្ត្រ Jupiter កុំភ្លេចចូលរួមការ like ក៏ដូចជា subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូបន្តបន្ទាប់ទៀតបើសិនជាអ្នកកំពុងតែមានទំនាក់ទំនងមួយដែលអ្នកមិនដឹងថាវាគឺជាគូកម្មគូព្រេងឬក៏គូបុណ្យដែលជួយលើកគ្នាសូមសរសេរ comment នៅខាងក្រោមដើម្បីចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ផងដែរ3សញ្ញារបស់គូកម្មគឺបញ្ហាដដែលបើទំនាក់ទំនងមួយមានរឿងមួយកើតឡើងម្ដងហើយម្ដងទៀតឆ្លោះគ្នាពីរឿងដដែលឈឺចិត្តក៏ពីរឿងដដែលសង្ស័យគ្នាពីរឿងដដែលបែកគ្នាហើយក៏ត្រឡប់មករកគ្នាវិញហើយក៏ឈឺចិត្តដដែលទៀតបងប្អូនគួរតែសួរខ្លួនឯងថាតើខ្ញុំកំពុងតែរៀនអំពីអ្វីពីទំនាក់ទំនងមួយនេះពីព្រោះពេលខ្លះមេរៀនមិនមែនជាការដែលយើងទ្រាំរស់នៅជាមួយគ្នាទាំងពិបាកហើយតែងតែសួរខ្លួនឯងរហូតថាតើខ្ញុំត្រូវផ្លាស់ប្ដូរអ្វីខ្លះដើម្បីឲ្យទំនាក់ទំនងមួយនេះកាន់តែល្អប្រហែលជាត្រូវរៀនអត់ទោសប្រហែលជាត្រូវរៀនកុំគ្រប់គ្រងគេប្រហែលជាត្រូវរៀនកុំប្រច័ណ្ឌហើយក៏ប្រហែលជាត្រូវរៀនដាក់ព្រំដែនឲ្យខ្លួនឯងឬក៏ប្រហែលជាត្រូវរៀនដោះលែងគេទៅវិញចំណុចទី4គូបុណ្យមិនមែនជាមនុស្សដែលធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិតែមួយមុខនោះទេពាក្យថាគូបុណ្យមនុស្សខ្លះគេយល់ថាត្រូវតែជាមនុស្សដែលនាំលុយនាំទ្រព្យសម្បត្តិនាំសំណាងមកឲ្យអ្នកប៉ុន្តែបងប្អូនចូលគិតមើលបុណ្យមិនមែនមានន័យថាជាប្រាក់នោះទេមនុស្សម្នាក់អាចនឹងមានទ្រព្យសម្បត្តិច្រើនប៉ុន្តែគ្មានសេរីភាពនៅក្នុងចិត្តមនុស្សម្នាក់អាចនឹងមានផ្ទះធំប៉ុន្តែមិនមានមនុស្សដែលយល់ចិត្ត
ដូច្នេះគូបុណ្យបើតាមជំនឿអាចជាមនុស្សដែលចូលមកក្នុងជីវិតយើងហើយធ្វើឲ្យយើងមានអ្វីមួយដែលជាកម្លាំងជាងប្រាក់មានកម្លាំងចិត្តជាងលុយអាចធ្វើឲ្យអ្នកមានសេចក្តីសុខអាចធ្វើឲ្យអ្នកចេះអត់ធ្មត់អាចធ្វើឲ្យអ្នកចេះគិតពីអនាគតអាចធ្វើឲ្យអ្នកចង់ក្លាយទៅជាមនុស្សល្អជាងមុននេះហើយគឺជាគូបុណ្យមួយប្រភេទដែលមើលមិនឃើញដោយភ្នែកប៉ុន្តែមានតម្លៃនៅក្នុងជីវិតរបស់អ្នកចំណុចទី5គូបុណ្យគឺនៅជាមួយគ្នាហើយអាចបង្កើតអ្វីៗដែលល្អក៏ដូចជាចម្រុងចម្រើនគ្នាម្ដងបន្តិចមានគូស្នេហ៍ខ្លះមិនបានមានទ្រព្យធំដុំភ្លាមនោះទេពេលដែលចាប់ផ្ដើមគ្មានអ្វីសោះប៉ុន្តែអ្នកទាំងពីរជួយជ្រោមជ្រែងគ្នាជួយគ្នាធ្វើការជួយគ្នាសន្សំលុយជួយគ្នាកសាងគ្រួសារតូចមួយជួយគ្នាថែរក្សាឪពុកម្ដាយពេលដែលមានបញ្ហាមិនរត់ចោលគ្នាពេលមានលុយក៏មិនមើលងាយគ្នាពេលដែលមានទុក្ខក៏មិនបោះបង់គ្នាចោលទំនាក់ទំនងបែបនេះបើតាមជំនឿអាចនឹងហៅថាគូដែលរួមសុខទុក្ខគ្នាគូដែលរួមសាងបុណ្យសាងកុសលសាងជីវិតនឹងគ្នាពីព្រោះបុណ្យមិនមែនកើតឡើងត្រឹមតែពេលដែលយើងទៅវត្តនោះទេការដែលជួយគ្នាការដែលថែរក្សាគ្នាការដែលមិនធ្វើបាបគ្នាការដែលអត់ទោសឲ្យគ្នាការដែលរក្សាសច្ចៈឲ្យគ្នាក៏ជាអ្វីដែលមនុស្សអាចនឹងយកមកពិចារណានៅក្នុងការរស់នៅជាមួយគ្នាផងដែរ6គូចម្រុងចម្រើនគឺមិនប្រកែកគ្នាប៉ុន្តែជួយជ្រោមជ្រែងគ្នាឡើងបងប្អូនទាំងអស់គ្នាមានគូខ្លះពេលដែលម្នាក់ជោគជ័យម្នាក់ទៀតអន់ចិត្តពេលដែលម្នាក់មានលុយម្នាក់ទៀតចាប់ផ្ដើមប្រច័ណ្ឌនិងខឹងពេលដែលម្នាក់មានឱកាសម្នាក់ទៀតព្យាយាមទាញចោះនេះគឺជាទំនាក់ទំនងដែលយើងគួរតែពិចារណាចំណែកឯគូដែលជួយលើគ្នាពេលអ្នកមានឱកាសគាត់និយាយថាទៅចោះខ្ញុំគាំទ្រអ្នកពេលដែលអ្នកបរាជ័យគាត់ក៏និយាយថាកុំបោះបង់ហើយចាប់ផ្ដើមម្ដងទៀតជាមួយគ្នាពេលដែលអ្នកមានកំហុសគាត់មិនបន្ទោសអ្នកនោះទេគាត់ប្រាប់អ្នកថាយើងរៀនពីវាហើយយើងព្យាយាមកែពីវាជាមួយគ្នានេះហើយគឺជាទំនាក់ទំនងដែលធ្វើឲ្យមនុស្សពីរនាក់រីកចម្រើនទៅជាមួយគ្នាផងដែរចំណុចទី7បើស្រឡាញ់គ្នាតែធ្វើបាបគ្នារាល់ថ្ងៃតើវាគឺជាគូព្រេងដែរឬទេសូមស្ដាប់ចំណុចមួយនេះឲ្យច្បាស់អ្នកខ្លះស្រឡាញ់គ្នាខ្លាំងបាត់មុខគ្នាមិនបានប៉ុន្តែពេលដែលនៅជាមួយគ្នាគឺមានតែរឿងរកាំរកោសឆ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃហើយមិនអាចចាក់ចេញពីគាត់បានពេលដែលចង់ចាក់ចេញតែងតែមានរឿងនេះរឿងនោះដើម្បីធ្វើឲ្យប្រតិកលាគ្នានៅជួបជុំគ្នាដដែលសូមកុំយកពាក្យថាកម្មមកធ្វើជាហេតុផលដើម្បីទ្រាំនឹងការធ្វើបាបមួយនោះប្រសិនបើមានការបំពានការគំរាមកំហែងការគ្រប់គ្រងការបង្អាប់ឬក៏អំពើដែលធ្វើឲ្យអ្នកមិនមានសុវត្ថិភាពចូលកុំគិតថាខ្ញុំត្រូវទ្រាំពីព្រោះវាគឺជាកម្មពៀររបស់ខ្ញុំការយល់អំពីកម្មគួរធ្វើឲ្យមនុស្សមានសតិមិនមែនធ្វើឲ្យមនុស្សបាត់បង់សតិនិងសិទ្ធិរបស់ខ្លួនឯងក៏ដូចជាការការពារខ្លួននោះទេចំណុចទី8បើតាមជំនឿអតីតជាតិអាចនឹងជាហេតុប៉ុន្តែបច្ចុប្បន្នគឺជាកន្លែងដែលយើងអាចជ្រើសរើសបាននេះគឺជាចំណុចដែលសំខាន់ខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នាយើងមិនអាចត្រឡប់ទៅអតីតជាតិដើម្បីពិនិត្យថាយើងធ្លាប់ធ្វើអ្វីឬក៏ធ្លាប់ធ្វើអ្វីឲ្យនរណាគេបាននោះទេដូច្នេះយើងមិនគួរនិយាយថាឬក៏គិតថាគាត់ធ្លាប់ជាប្តីខ្ញុំនៅអតីតជាតិដូច្នេះខ្ញុំត្រូវតែនៅជាមួយគាត់នៅក្នុងជាតិនេះឬក៏ខ្ញុំធ្លាប់ជំពាក់កម្មគាត់ពីមុនហើយជាតិនេះខ្ញុំត្រូវតែសងគាត់នោះទេវាគ្មានមូលហេតុច្បាស់លាស់បើតាមទស្សនៈព្រះធម៌អ្វីដែលសំខាន់បំផុតគឺអំពើរបស់យើងនៅពេលបច្ចុប្បន្ននេះបើថ្ងៃនេះយើងធ្វើអំពើល្អនិយាយល្អមិនបោកប្រាស់គេមិនធ្វើបាបចេះអត់ទោសចេះជួយគ្នានិងបញ្ឈប់គំនុំគុំគួនយើងកំពុងតែបង្កើតហេតុល្អសម្រាប់អនាគតរបស់យើងចំណុចទី9គូព្រេងពិតមិនត្រឹមតែយើងរកឃើញហើយយើងធ្វើធម្មតាឬក៏គិតធម្មតានោះទេប៉ុន្តែយើងត្រូវតែចេះថែរក្សាគ្នាផងដែរមនុស្សជាច្រើនតែងតែរងចាំគូព្រេងប៉ុន្តែពេលដែលរកឃើញហើយក៏មិនចេះថែរក្សាគូព្រេងក៏អាចក្លាយទៅជាទំនាក់ទំនងដែលអាចឈឺចាប់បានដូចគ្នាស្នេហាត្រូវការអត់ធ្មត់ត្រូវការការស្ដាប់ត្រូវការការស្មោះត្រង់ត្រូវការការទទួលខុសត្រូវមនុស្សពីរនាក់មិនអាចរស់នៅជាមួយគ្នាដោយគ្រាន់តែស្រឡាញ់គ្នាតែប៉ុណ្ណោះនោះទេត្រូវចេះធ្វើបុណ្យជាមួយគ្នាតាមរយៈអំពើល្អប្រចាំថ្ងៃចេះជួយគ្នាចេះនិយាយពាក្យល្អចេះរក្សាសេចក្តីទុកចិត្តចេះមិនធ្វើអំពើដែលធ្វើឲ្យគ្នាឬក៏ធ្វើឲ្យម្នាក់ទៀតឈឺចាប់នេះហើយគឺជារបៀបដែលទំនាក់ទំនងអាចនឹងក្លាយទៅជាទំនាក់ទំនងដែលមានតម្លៃបំផុតសម្រាប់ជីវិតគូទាំងពីរនាក់ចំណុចទី10សូមកុំគិតហើយសួរខ្លួនឯងថាគាត់គឺជាគូអ្វីជាមួយនឹងយើងបងប្អូនទាំងអស់គ្នាប្រសិនបើអ្នកចង់ដឹងថាមនុស្សម្នាក់ជាគូកម្មឬក៏គូព្រេងឬក៏គូបុណ្យឬគូដែលជួយលើកជ្រោមជ្រែងគ្នាកុំសួរតែថា
តើគាត់ស្រឡាញ់ខ្ញុំដែរឬទេសូមសួរខ្លួនឯងថាតើនៅជាមួយគាត់ហើយខ្ញុំនឹងក្លាយទៅជាមនុស្សល្អជាងមុនដែរឬក៏អត់ខ្ញុំមានសេចក្តីសុខជាងមុនដែរឬក៏អត់ខ្ញុំចេះអត់ធ្មត់ជាងមុនដែរឬក៏អត់ខ្ញុំមានទំនួលខុសត្រូវជាងមុនដែរឬក៏អត់ខ្ញុំចេះស្រឡាញ់ដោយមិនកាន់កាប់ដែរឬក៏អត់ហើយសំខាន់បំផុតនោះគឺទំនាក់ទំនងនេះកំពុងធ្វើឲ្យខ្ញុំសាងបុណ្យឬក៏កំពុងតែធ្វើឲ្យខ្ញុំសាងអំពើបាបនាំទៅរកទុក្ខចម្លើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកអាចនឹងមានតម្លៃជាងការព្យាយាមរកចម្លើយពីអតីតជាតិទៅទៀតគូកម្មអាចជាមនុស្សដែលធ្វើឲ្យយើងរៀនគូព្រេងអាចជាមនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ថាការរស់នៅជាមួយគ្នាមានន័យគូបុណ្យអាចជាមនុស្សដែលធ្វើឲ្យយើងចេះធ្វើល្អនិងកសាងជីវិតល្អគូដែលលើគ្នាឬក៏ជួយជ្រោមជ្រែងគ្នាគឺជាមនុស្សពីរនាក់ដែលមិនទាញគ្នាចុះប៉ុន្តែជួយលើគ្នាឡើងហើយសូមចាំមួយចំណុចមិនថាអ្នកជឿលើអតីតជាតិឬក៏អត់នោះទេអំពើល្អដែលយើងធ្វើប្រចាំថ្ងៃចំពោះមនុស្សដែលយើងនៅក្បែរហើយថ្ងៃនេះគឺជាអ្វីដែលយើងអាចជ្រើសរើសបានសូមគម្រោងចាំថាបើជាគូព្រេងគាត់នឹងនៅជាមួយខ្ញុំជានិច្ចចូលមើលអំពើមើលចិត្តមើលការគោរពមើលការទទួលខុសត្រូវព្រោះនៅទីបំផុតសេចក្តីស្រឡាញ់ដែលល្អមិនមែនជាសេចក្តីស្រឡាញ់ដែលធ្វើឲ្យយើងភ័យថានឹងបាត់បង់គ្នានោះទេប៉ុន្តែជាសេចក្តីស្រឡាញ់ដែលធ្វើឲ្យមនុស្សពីរនាក់ចង់ក្លាយជាមនុស្សល្អជាងមុនដោយមិនបានធ្វើបាបគ្នាទៅវិញទៅមកសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រហូតដល់ចប់សូមឲ្យអ្នកទាំងអស់គ្នាមានសំណាងអស់មួយជីវិត